ជារថយន្តមួយដ៏គួរឲ្យចាប់អារម្មណ៍នៅក្នុងប្រវត្តិសាស្ត្ររបស់រថយន្ត Godzilla ទោះបីជាត្រូវបានគេដឹងថាវាស្ថិតនៅក្រោមខ្សែស្រឡាយនៃរថយន្តជំនាន់មុនគឺ R32 និងជំនាន់ក្រោយរបស់វា R34 ក៏ដោយរថយន្តមួយគ្រឿងនេះនៅតែជារថយន្តមួយដែលមានសមត្ថភាពខ្ពស់បំផុតមួយនៅក្នុងភាពជាខ្លួនឯងរបស់វាហើយនេះគឺជា Nissan Skyline GT-R R33 V-Spec ចឹងមុនទៅដឹងពីលក្ខណៈសម្បត្តិមួយចំនួនរបស់កម្ពុជារថយន្ត JDM មួយគ្រឿងនេះយើងមកដឹងពីប្រវត្តិខ្លះៗរបស់វាជាមុនសិនរថយន្ត Nissan GT-R R33 ត្រូវបានអភិវឌ្ឍនៅដើមទសវត្សរ៍ឆ្នាំ1990ហើយត្រូវបានបង្ហាញខ្លួនជាផ្លូវការនៅខែមករាឆ្នាំ1995គោលដៅរបស់ Nissan គឺមិនមែនគ្រាន់តែបន្ថែមនូវថាមពលប៉ុណ្ណោះទេប៉ុន្តែគឺដើម្បីបង្កើតនូវរថយន្ត Supercar ដែលកាន់តែមានភាពល្អិតល្អន់ស្ថិរភាពនិងពេញវ័យជាងមុនពួកគេបានផ្ដោតទៅលើការកែលម្អស្ថិរភាពនៅពេលបើកបរនៅក្នុងល្បឿនលឿននិងភាពរឹងមាំនៃឆ្អឹងសាក់ស៊ីហើយ R33 នេះត្រូវបានបង្កើតឡើងដោយមានប្រវែងខ្លួនវែងជាងមុនហើយក៏ធ្ងន់និងធំជាង R32 បន្តិចផងដែររថយន្ត R33 គឺជាការវិវត្តមួយដែលបានកែលម្អនៅបច្ចេកវិទ្យាពី R32 ដែលជាជំនាន់បងរបស់វាបានប្រើប្រាស់នូវម៉ាស៊ីន RB26D ETT ដ៏ល្បីល្បាញដដែលដែលជាម៉ាស៊ីន6ស៊ីឡាំងរាងគ្នា inline six ចំណុះ 2.6 លីត្រជាមួយនឹង turbo ភ្លោះដែលអាចផលិតកម្លាំងសេះបាន276 horsepower តែក្រៅផ្លូវការវិញបន្ទាប់ពីយកទៅធូរម៉ាស៊ីនហើយវាអាចផលិតកម្លាំងបានច្រើនជាងនេះឆ្ងាយណាស់តែនេះហើយគឺជាមូលហេតុនិងជាក្តីសម័យរបស់អ្នកលេងរថយន្តគ្រប់រូបចង់បានចឹងចំពោះ R33 ដែលលោកអ្នកកំពុងតែឃើញនេះគឺជាប្រភេទ V-Spec ដែលជា model ពិសេសដែលគេស្គាល់ច្រើនជាងគេដែលវាបានបំពាក់មកជាមួយបូមដែលទាបជាងនិងរឹងជាងមុនហើយវាមានប្រវត្តិប្រើប្រាស់នៅសហរដ្ឋអាមេរិករដ្ឋ California ហើយទើបតែប្រើបាន 39,000 ម៉ៃល៍ជាងប៉ុណ្ណោះជាមួយនឹងពណ៌ខាងក្រៅទឹកប្រាក់ Spark Silver Metallic និងខាងក្នុងពណ៌ប្រផេះដែលកាន់តែធ្វើឲ្យរថយន្តមួយគ្រឿងនេះមើលទៅកាន់តែមានភាពទាក់ទាញបែប Classic ផងដែរបន្ថែមពីនេះវាបំពាក់មកជាមួយនឹងយ៉ានកង់ទំហំ18អ៊ីង Mark Ray CV Pro និងប្រព័ន្ធ5 Brembo ពណ៌ក្រហមយ៉ាងស្រស់ស្អាតផងដែរ R33 នេះដំណើរការដោយប្រអប់លេខដៃ5វគ្គនិងបានបំពាក់នៅប្រព័ន្ធបើកបរដំណើរការដោយកង់ទាំង4 All Wheel Drive ដ៏ទំនើបរបស់ Nissan ដែលមានឈ្មោះថា Aterza ETS Proហើយពាក្យថា Pro នេះគឺជាកន្លឹះខណៈដែលប្រព័ន្ធធម្មតាអាចបែងចែកកម្លាំងរមូលរវាងកង់មុខនិងកង់ក្រោយដែលប្រព័ន្ធ Pro នេះបានបន្ថែមនៅបច្ចេកវិទ្យាបន្ថែមដែលយើងស្គាល់ជា LSD ឬក៏ Active Limited Split Differential នៅផ្នែកខាងក្រោយនៃរថយន្តផងដែរប្រព័ន្ធនេះអាចគ្រប់គ្រងនឹងការបែងចែកកម្លាំងទៅកាន់កង់ក្រោយនីមួយៗដោយឯករាជ្យដែលអាចជួយបង្កើតសមត្ថភាពនៃការទាញបានយ៉ាងខ្លាំងនេះគឺជាការលោតផ្លោះដ៏ធំមួយបើធៀបទៅនឹងប្រព័ន្ធរបស់ R32 ជាមួយនឹងប្រវែងតួខ្លួនវែងជាងមុននិងភាពរឹងមាំនៃឆ្អឹងសាក់ស៊ីបានធ្វើឲ្យ R33 នេះមានស្ថិរភាពជាងមុននៅល្បឿនលឿនតួខ្លួនត្រូវបានរចនាបែប aerodynamic ជាមួយនឹងកាំងមុខនិងស្លាបក្រោយដែលធំដែលអាចបង្កើតបានកម្លាំងសង្កត់ downforce បានយ៉ាងល្អអញ្ចឹងទាំងអស់នេះគឺជាលក្ខណៈត្រួសរបស់ R33 ដ៏កម្រមួយគ្រឿងនេះអញ្ចឹងបន្ទាប់ពីទស្សនាវីដេអូមួយនេះហើយជឿថាអ្នកនរគ្នាយល់យ៉ាងណាដែរសម្រាប់ R33 មួយគ្រឿងនេះអាចធ្វើការ comment នៅខាងក្រោមបានសម្រាប់ព័ត៌មានបន្ថែមនិងរូបភាពរថយន្តលម្អិតមាននៅក្នុង link ខាងលើហើយបើសិនជាបងចាប់អារម្មណ៍ជាមួយនឹងកម្ពុជារថយន្ត JDM មួយគ្រឿងនេះបងអាចធ្វើការមកមើលផ្ទាល់នៅការិយាល័យ Auto US Direct បានផងដែរអរគុណជួបគ្នានៅក្នុងវីដេអូក្រោយទៀត